ដំណើរកំសាន្តជុំវិញទន្លេសាបអូស្ដាប់ទៅធំដុំមកក៏ពិតបានធម្មជីកាត់ទេចេញពីពេញទៅទាំងយប់ហ្មងទៅគេនៅពោធិ៍សាត់ម៉ោង10ព្រឹកបានខ្ញុំចេញទៅបាត់ដំបងពីពោធិ៍សាត់ទៅបាត់ដំបងផ្លូវស្រួលខ្លាំងមែនតើខ្ញុំជិះតែ1ម៉ោងកន្លះទេទៅដល់នោះប្រហែលម៉ោង11ជាងអីហ្នឹងអញ្ចឹងទៅឡាញ់គេហ្មងទៅដោយសារការឡាញ់គេហ្នឹងនៅជិតលោកតាដំបងខ្ញុំដែរគ្រាន់តែទៅដល់ភ្លាមពូមកជួយលើកអវ៉ាន់ហ្មងនិយាយទៅខ្ញុំស្រឡាញ់សេវាកម្មឡាញ់ខ្ញុំគេហ្នឹងហ្មងលឿនលឿនរួសរាយតែទៅដល់នោះរៀបចំអវ៉ាន់ដាក់ក្នុងទូនឹងឯងដើម្បីឲ្យមានអារម្មណ៍ថាដូចនៅផ្ទះយើងអញ្ចឹងណាយកកៅអៅស្លៀកពាក់ផងសម្រាប់នៅតែប្រហែលបាន1ម៉ោងខ្ញុំចេញមករកអីញ៉ាំបាយថ្ងៃត្រង់របស់ខ្ញុំហ្នឹងគឺម៉ោង3និយាយទៅបាត់ដំបង2ថ្ងៃហ្នឹងគឺបាយថ្ងៃត្រង់ម៉ោង3ទាំង2ថ្ងៃថ្ងៃទី1នៅបាត់ដំបងហ្នឹងខ្ញុំមកបាយនៅផ្ទះលោកម្ចាស់គាត់ទៅដល់ភ្លាមមកខ្ញុំឃើញប្លង់ថតរូបស្អាតខ្លាំងមែនតើអញ្ចឹងខ្ញុំដាក់ថតសិនហើយក្រៅផ្ទះលោកម្ចាស់ហ្នឹងធំខ្លាំងមែនតើយើងមើលមកច្រកឃើញតូចណាចូលទៅដល់បាត់ដឹងធំហើយមានគេចិញ្ចឹមទន្សាយមានផ្លែឈើត្រាំស្រាគេឲ្យយើងភ្លក់អញ្ចឹងអូខ្ញុំចាប់អារម្មណ៍ដែរខ្ញុំភ្លក់ទៅនៅកន្លែងគាត់ហ្នឹងក៏មានធួរដែរភីច្រើនជនបរទេសគាត់ទៅដើរលេងអីអញ្ចឹងគាត់រកធួរនៅកន្លែងគាត់មានកង់ជីមានជីទុកមានអីហើយនៃសាច់ភ្លក់ឡើងគ្រប់រសជាតិរបស់គេហ្មងគាត់ប្រហែល shot ហ្នឹងចង់ទៅដែរគាត់តែលោកបញ្យោប្រាប់ថាផឹកស្រាហ្នឹងទៅសាច់ចាំស្អាតក្មេងជាងវ័យអីចឹងខ្ញុំនេះទិញម្ដងយកបដ អត់គិតវិញឆ្ងាយទេអត់តែគេប្រាប់ថាស្អាតយកហើយនេះឆ្ងាញ់តែយ៉ាងហូបមកចោលជាមួយសុខភាពពួកនេះអូវាជួយរំលាយឈាមខាងរំបេះដូងហើយទីស្គាល់គ្នាបើរសជាតិនេះបើរសជាតិដែរគឺរសជាតិពីនេះមកដាច់ខ្មែរអត់មែនបតទៅក៏អីហើយយកកំងមហូបហើយកំងមហូបញ៉ាំហ្នឹងទៅពីមុខទេដោយសារតែគ្នាខ្ញុំម្នាក់ទៀតហ្នឹងគាត់ញ៉ាំអីហើយគាត់ហ្នឹងម្ចាស់តំបន់ហ្មងមកនាំដើរលេងហ្មងដោយសារគាត់នៅបាត់ដំបងហើយនេះមហូបខ្ញុំកំងឆ្ងាញ់គ្រប់មុខហ្មងអូយឲ្យលេខ1គ្រាន់តែ voice over នេះឃ្លានទៀតបាត់ហើយគាត់តែញ៉ាំអីហើយនៅផ្ទះលោកម្ចាស់ហ្នឹងខ្ញុំចេញមកក្រុងវិញដើម្បីរកទិញអីវ៉ាន់អាផ្លូវដែលខ្ញុំកំពុងទៅជិះនេះខ្ញុំមានអារម្មណ៍ថាពេលជិះទៅដូចនៅសៀមរាបចឹងហើយពេលមកដល់ផ្សារបាត់ដំបងហ្នឹងគេហៅផ្សារណាស់នៅបាត់ដំបងដូចគេល្បីមែនសម្បូរទៅអាគារចាស់និយាយទៅគ្រាន់តែដើរផ្សារហ្នឹងក៏សប្បាយភ្នែកដែរហើយសោះហុកគំនូនិយាយទៅខ្ញុំចង់ទៅថតរូបទេនៅហ្នឹងខ្ញុំមកហ្នឹងបរោទិញ accessory ដល់ឈោកាច់រៀងនៅកន្លែងគេហ្នឹងហើយទិញមួយខ្សែដៃមួយខ្សែអត់បានថតតមកហៅកន្លែង skin care ឆ្មានេះដោយសារមានសាប៊ូលាងមុខដល់ skin care ឆ្មាមែនតែថតបានតែមួយស្លឹកហ្នឹងអត់មានបានថតវីដេអូថតអីហើយបន្ទាប់មកទៀតហ្នឹងមិនថាខ្ញុំនាំមកកន្លែងកៅអៅជជុះគាត់ថាគាត់ម៉ួយនៅហ្នឹងអត់ទេកៅអៅស្អាតមែនតែទាំងគ្នាខ្ញុំចូលនៅហ្នឹងមកផ្លែតចាកៅអៅជជុះតែអស់30វិជាង2អ្នកប្តីខ្ញុំមកបានបឈុតពាក់ទៅសៀមរាបប្តីខ្ញុំបានខោ3 4អីចឹងហើយខ្ញុំអត់មានទៅណាឆ្ងាយទេខ្ញុំដើរមកកវាយផ្សារហ្នឹងហើយដើរមើលហុកគំនូក៏ជួបពូ3អ្នកនេះគាត់អង្គុយសាសងញ៉ាំអីញ៉ាំកាទៀវញ៉ាំមីមិនដឹងទេញ៉ាំអី3អ្នកគ្នាគាត់ដូចតំណងក៏ថតហុកតុកទៅមើលវីដេអូនេះតិច expect ថាខ្ញុំទៅបាត់ដំបងហ្នឹងដើរលេងបានច្រើនកន្លែងអត់ច្រើនកន្លែងទេអ្នកនរគ្នាខ្ញុំមួយខ្ញុំដើរបើគេមើលឯងដូចអ្នកស្រុកអ្នកភូមិនៅនឹងទេហើយល្ងាចតិចក៏ថតអីញ៉ាំទីកន្លែងភីសាឡានេះគេល្បីថាភីសានៅនឹងឆ្ងាញ់ក៏ទៅសាកទៅកន្លែងនោះក៏ស្អាតបើគេអ្នកចេះថតរូបមិនខ្វះប្លង់ថតរូបទេតែពួកខ្ញុំនេះទៅញ៉ាំមែនអត់បានថតរូបថតអីទេថតបានតិចមែនតើញ៉ាំហើយខ្ជិលទៅណាទៅណីទៀតក៏អង្គុយនៅមកស្ទឹងលេងទៅខ្ញុំសរសើរស្ទឹងគេហ្មងអត់មានសម្រាមទេស្អាតតែអ្នកស្រុកអ្នកភូមិនៅបាត់ដំបងហ្នឹងគេរស់នៅជាមួយនឹងភាពស្អាតហ្មងអត់មានសម្រាមទេតាមផ្ទះតាមស្ទឹងមាត់ស្ទឹងអីចឹងណាហើយក៏ត្រឡប់មកកន្លែងគេវិញគឺខ្ញុំលាប skin care ប្រហែលខ្ញុំធ្វើការធម្មតាការងារកំពុងតែធ្វើហ្នឹងគឺការងាររបស់ខ្ញុំប៉ុន្តែខ្ញុំឲ្យទៅធ្វើឲ្យកើតគឺមូម៉ៅក្រៅកាហាយកខ្ញុំក៏អត់ចង់ឲ្យខ្ញុំមូម៉ៅក៏ធ្វើជំនួសខ្ញុំទៅ